ហើយនៅពេលដែលខ្ញុំទៅឈរកន្លែងតំណណាយើងមើលទៅឃើញទៅហ៊ានថៃនៅខាងនោះយើងមើលទៅឃើញសម្លឹងពីនេះទៅឃើញបាទនេះលបងគេកំពុងតែធ្វើលេនឋានហ្នឹងនៅទៅហ៊ានថៃបងប្អូនណារូបភាពហ្នឹងនៅពេលដែលយើងចាប់កាមេរ៉ាធំទៅគាត់មុនគឺដល់ទាំងវងដល់ចាប់កាមេរ៉ាធំគឺរត់ចូលលេនឋានបាទស៊ូរត់ចូលលេនឋាននេះផ្លូវឡើងទៅដែលផ្ទះក្រហមតែនោះអញ្ចឹងយើងចាប់មុនវងយើងចាប់តូចវាមើលឃើញអញ្ចឹងចាប់គាត់យកធំមកដល់ហើយគេមើលសម័យឡើយគេមើលសម័យពីនោះមកណាដល់មើលសម័យពីនោះមកឃើញប្រហែលជាគាត់ថាអូកសែតពួកគេសម័យរបស់គេច្បាស់គេដឹងថាតើពីក្រុមហ្នឹងក្រុមជាកងកម្លាំងទាហានឬក៏ជាប៉ូលីសឬក៏ជាអ្នកកសែតព្រោះធម្មតាអ្នកកសែតយើងទៅឲ្យមានឯកសណ្ឋានមានមួកប្រេះអញ្ចឹងទៅមានអាវអ្នកកសែតអញ្ចឹងទៅបាទឲ្យច្បាស់គេចាប់អញ្ចឹងត្រូវតែមានសម័យហ្នឹងខ្ជុំមកមើលលើយើងរហូតគេចាប់អញ្ចឹងហើយបានជាខ្ញុំមិញនិយាយទៅតាក់ទងបងប្អូនជាស្រ័យតាក់ទងនឹងជំជួបមួយលោកអញ្ចឹងគេថាពួកវាមើលច្បាស់ណាស់អញ្ចឹងវាដឹងថាតើទៅហ៊ានឬក៏អីមកហ្នឹងអញ្ចឹងវាអត់ទេដល់គេចាប់សម័យមកឃើញអូអ្នកកសែតទេអញ្ចឹងមិនត្រូវពាក់អាវក្រោះប្រេសពាក់មួកពាក់អីត្រឹមត្រូវហ្មងអត់ដោះហ្នឹងគឺអញ្ចឹងបាទបញ្ហាអញ្ចឹងគឺគេមើលឃើញយើងច្បាស់យើងក៏មើលឃើញគេច្បាស់ដែរមិនមែនថាគេមានសម័យយើងអត់ទេយើងក៏មានដែរបាទមានដូចតែគ្នាហ្នឹងបាទប៉ុន្តែដោយសារតែក្នុងកម្រិតពេលដែលកំពុងតែផុយស្រួយហ្នឹងគឺដាច់ខាតយើងទៅក្នុងឯកសណ្ឋានឲ្យដឹងថាអ្នកកសែតឲ្យដឹងថាអ្នកកសែតបាទនេះដែលបងយើងចង់បញ្ជាក់បន្ថែមបាទហើយរូបភាពហ្នឹងគឺយើងទៅឈរអាកន្លែងក្រែននេះខ្ញុំនិយាយថាដួលមិញហ្នឹងគឺចាប់យកទៅខាងយើងមើលទៅគេនិយាយថាបងប្អូនឬគេនិយាយថាកន្លែងផ្ទះក្រហមហ្នឹងបាទហ្នឹងដែលខាងថៃហ្នឹងបាទយើងចាប់ទៅខាងនោះគឺគេនៅនោះហើយកន្លែងនោះខ្ទេចដូចគ្នាផ្ទះនោះខ្ទេចដូចគ្នាដែលយើងដាក់ទៅគឺខ្ទេចនៅខាងនោះដូចគ្នាចម្ងាយពីនោះមកយើងនោះប្រហែលជាប្រហែលពីកន្លែងចំណុចនឹងទៅកន្លែងនោះប្រហែលជាបើតាមខ្ញុំប៉ាន់ទៅមើលប្រហែលជាអាច500ម៉ែត្រចិត្តដែរហ្នឹងគេមកអាច500ម៉ែត្រអាចកន្លះគីឡូអាចក្នុងកម្រិតហ្នឹងប៉ុណ្ណឹងឯងហ្នឹងលើភ្នំហ្នឹងមើលទៅផ្ទះទៅនោះពីមុនមានផ្ទះក្រហមមួយខ្ពស់មួយច្បាស់ហ្មងប៉ុន្តែឥឡូវហ្នឹងមើលអត់សូវឃើញដោយសារតែអានោះខ្ទេចដូចគ្នាធម្មតាសង្គ្រាមវាទៅហើយមិនចឹងត្រូវតែខ្ទេចហើយនេះហើយអញ្ចឹងបងប្អូនបើនិយាយពីរឿងដើមឈើវិញបើនិយាយពីរឿងដើមឈើនៅទីនោះបងប្អូនអើយគ្មានទេឆេះគ្រប់កន្លែងអស់ហើយតិចខ្ទីអស់ហើយដាក់ឲ្យស្លឹកងាប់អស់លីងហើយងាប់អស់លីងហើយដើមនោះក៏សុះសាច់ទៅទៀតមិនមែនត្រឹមតែរបួសតែប្រាសាទទេដើមឈើក៏របួសខ្ទីអស់ដែរនេះប្រិមត្តអត់មានសល់បាទហើយដែលមិញលោកអ្នកបានឃើញស្រះមិញហ្នឹងគឺជាប្រភេទស្រះបុរាណនៅលើប្រាសាទហ្នឹងយូរហើយដែលស្រះនេះមួយគឺមិនដែលចេះរីងទេបាទស្រះនេះមួយទោះបីលោកអ្នកបានមើលទៅឃើញប៉ុណ្ណឹងប៉ុន្តែអត់ចេះរីងទេបងប្អូនប៉ុន្តែក្នុងនៅទីនេះខ្ញុំឃើញខាងកងកម្លាំងរបស់យើងយកទឹកហ្នឹងទៅដងយកមកវូតមកអីចឹងណាហើយក៏ខាងជំនាញទៅហ្នឹងខាងស៊ីម៉ាក់ស៊ីអីគេក៏ហាមថាគួរតែជប់អាលប្រើប្រាស់អីពីព្រោះនៅពេលវេលានោះមិនដឹងជាគ្រាប់ប្រមាណដែលធ្លាក់ចូលហើយមិនដឹងជាប្រភេទថ្នាំអីយ៉ាងម៉េចយ៉ាងម៉ាខ្លះខ្លាចមានសារពាគីមីអញ្ចឹងហើយបានជាប្រាប់កងកម្លាំងរបស់យើងថាគួរតែជប់អាលប្រើប្រាស់ទឹកស្រះនឹងអីបាទប៉ុន្តែមើលស្ថានភាពស្រះនេះដូចនៅល្អទាំងអស់ស្រះនេះអត់មានត្រូវការពីបញ្ហាមានធ្លាក់ចូលនៅខាងក្នុងហ្នឹងប៉ុន្តែតិចតួចបាទផ្ទុះក៏ដែរប៉ុន្តែផ្ទុះទៅមើលទៅស្លាកស្នាមតិចតួចប្រិមត្តយើងមើលទស្សនវិជ្ជាទាំងអស់នៅលើប្រាសាទព្រះវិហារគឺខ្ទេចសង់តែទាំងអស់ទៅហើយប៉ុន្តែដល់ពេលមកមើលស្រះទឹកនេះគឺនៅស្អាតទាំងអស់បាទហ្នឹងហើយនៅស្អាតនៅជុំវិញហ្នឹងប៉ុន្តែជុំវិញហ្នឹងខ្ទេចអស់ហើយអត់មានសល់ទេបាទហើយក៏មានខាងកម្លាំងនៅនោះដែលគាត់ក្របបែកតម្លាក់ពីយន្តហោះមកអាធំធ្លាក់ចិត្តអាកន្លែងលេនឋានរបស់គាត់ដែលខ្ទេចនោះគ្រាកទៅហ្មងបាទហើយមានដើមឈើមួយជាប់ហ្នឹងអត់មានស្នាមត្រូវឲ្យបានតិចអត់ដែរហើយគាត់ថានេះប្រហែលជាចប់ហ្នឹងប្រហែលជាសុំបរមីប្រាសាទយកអាហ្នឹងធ្វើបតោងខ្សែកគៀកលេនឋានតែលេនឋានជាប់ហ្នឹងហើយជាប់ហ្នឹងហ្នឹងហើយនេះកន្លែងយើងតែងតែទៅអុជធូបនៅពយពយតាឌីហ្នឹងបងប្អូនពីមុនអាពយហ្នឹងទៅខ្ពស់ជាងហ្នឹងតែឥឡូវខ្ទេចបាត់ហើយដាច់បាត់ហើយព្រោះ S16 ហ្នឹងតម្លាក់ចំហ្នឹងយើងស្ពាយជើងកាមេរ៉ាទៅអញ្ចឹងបានខាងនោះរត់ចូលលេនឋានបាទហ្នឹងហើយជើងកាមេរ៉ាហ្នឹងហើយគេមើលមកឃើញហើយប៉ុន្តែគេក្រុមហ្នឹងតែកាលណាគេឃើញកាមេរ៉ាគេរត់គេចហើយគេកាមេរ៉ាបាទគាត់ខ្លាចចាប់យកពួកយើងពេលតំណងអីយើងzoomបានអញ្ចឹងគេឃើញគេដឹងថាកាមេរ៉ាគេzoomមករត់ចូលអស់ហ្នឹងហើយគេរត់តិចពីមុខកាមេរ៉ារបស់ជាប់ហ្នឹងហ្នឹងហើយ